ពិសេសនៅក្នុងពេលថ្មីនេះសូម្បីតែអតីតគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Atletico Real Madrid គឺលោក Zinedine Zidane ក៏បានលើកសរសើរទៅកាន់យុវជនវ័យ17ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះថាទម្រង់លេងបើទោះបីជាយុវជនវ័យក្មេងកីឡាករ Lamine Yamal មិនអាចជួយឲ្យក្រុមបាល់ទាត់ FC Barcelona ឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Champions League ក៏ដោយក៏រូបគេនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពីការបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្នុងការប្រកួតជាមួយនឹងក្រុមបាល់ទាត់ Inter Milan នៅជើងទី2ស្ថិតនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីជាពិសេសនៅក្នុងពេលថ្មីនេះសូម្បីតែអតីតគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Atletico Real Madrid គឺលោក Zinedine Zidane ក៏បានលើកសរសើរទៅកាន់យុវជនវ័យ17ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះថាទម្រង់លេងរបស់ Lamine Yamal នៅក្នុងតង់ទី2ជាមួយនឹងក្រុមបាល់ទាត់ Inter Milan ខ្ញុំមិនដែលឃើញទម្រង់លេងបែបនេះទេពីមុនមកនៅក្នុងជីវិតរបស់ខ្ញុំការគ្រប់គ្រងបាល់និងស្ថានភាពនៅលើទីលានរបស់ Lamine Yamal វាពិតជាអស្ចារ្យខ្លាំងណាស់ហើយយើងពិតជារីករាយនៅពេលដែលបានទស្សនានៃការបង្ហាញទម្រង់លេងរបស់គាត់នៅលើទីលាននេះមិនមែនជាលើកទី1ទេដែលតារាបាល់ទាត់វ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះទទួលបានការកោតសរសើរពីសំណាក់តារាបាល់ទាត់ជើងចាស់ល្បីៗនៅទូទាំងពិភពលោកសូម្បីតែតារាបាល់ទាត់ល្បីៗដែលកំពុងតែប្រកបអាជីពនៅក្នុងពេលបច្ចុប្បន្នមួយចំនួនធំក៏បានលើកឡើងកោតសរសើរពីទេពកោសល្យដ៏អស្ចារ្យរបស់ Lamine Yamal ដូចគ្នាជាមួយគ្នានេះដែរ Lamine Yamal ក៏ត្រូវបានគេភ្ជាប់ជាមួយនឹងពានរង្វាន់បាល់មាស Ballon d'Or ថារដូវកាលនេះគេនឹងអាចមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ឯកតេយ្យជនដ៏ល្បីល្បាញនៅក្នុងប្រទេសបារាំងមួយនេះផងដែរគ្រប់គ្នាពិតជាចង់ឃើញពីអាយុកាលនៃការវិវត្តខ្លួនរបស់ Lamine Yamal ទៅមុខទៀតថាតើរូបគេនឹងបង្ហាញទម្រង់លេងអស្ចារ្យដល់កម្រិតណាខណៈដែលគេទើបតែមានវ័យ17ឆ្នាំប៉ុណ្ណោះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ